សម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនទៅលើការតខ្សែចូលទៅ Digital Timer Switch ឬយើងហៅថាកងតាក់កំណត់ពេលវេលាហើយវីដេអូមុនខ្ញុំបង្ហាញបងប្អូនហើយទាក់ទងនឹងការកំណត់ setting វានៅខាងក្នុងហ្នឹងណាឥឡូវយើងមកមើលការតខ្សែវិញអញ្ចឹងវាមានជើងរហូតដល់5តើយើងតពីណាទៅណាបាទខ្លះអញ្ចឹងណាហើយខ្ញុំបញ្ជាក់ទៅលើ timer នេះខ្ញុំមាន3មានប្រើភ្លើង solar ប្រើភ្លើងរត់ហើយខ្ញុំប្រើភ្លើងអាគុយហើយចំពោះ3ហ្នឹងគឺខុសគ្នាទៅលើភ្លើងហ្នឹងទេតែចំពោះការតខ្សែគឺអត់មានអីខុសគ្នាទេបាទអញ្ចឹងឥឡូវនេះខ្ញុំមកបង្ហាញបងប្អូនចំពោះ relay ហ្នឹងហើយខ្ញុំគូ sequence គូអីឲ្យបងប្អូនបានមើលហើយឲ្យបានយល់អញ្ចឹងចំពោះ timer ជាធម្មតាគឺអត់មានអីខុសគ្នាច្រើនទេទោះបី model ផ្សេងឬក៏តម្រងបែបណាដែរគឺអត់ខុសគ្នាទេអញ្ចឹងខ្ញុំបញ្យល់បងប្អូនឲ្យបងប្អូនបានស្គាល់ថាតើគោលការណ៍ដែលគេធ្វើ relay មកវាមានតម្រងបែបម៉េចដើម្បីបងប្អូនងាយយល់តទៅវាអត់ខុសបាទអញ្ចឹងទី1យើងមកមើល spec របស់វាដែលគេបញ្ជាក់ជា sequence diagram នៅទីនេះអញ្ចឹងវាមានជើង relay បាទជើង relay ខ្ញុំប្រាប់ថាស្អីគេអានោះហើយមួយទៀតជើង switch ដែលបញ្ជាដល់ relay ហ្នឹងអញ្ចឹងគេចែកជា2 block បាទ block ទី1គឺផ្នែកជើងចិញ្ចឹម relay block ទី2គឺផ្នែកជើង switch ដែលបញ្ជាដល់ relay អញ្ចឹងចំពោះជើង switch គេមាន3ចែកបាទមាន3ចែកហើយបងប្អូនមើលតាមលេខនៅលើនេះហើយយើងមកមើលនៅ sequence នេះក៏បានឬក៏យើងមើលជាគំនូសបែបនេះក៏បានបងប្អូនមើលទៅឃើញគំនូសនេះអញ្ចឹងសម្រាប់ជាងអីដែលគាត់ធ្លាប់ស្គាល់ diagram ហ្នឹងក៏ដឹងហើយថាជើងហ្នឹងមួយណា NO មួយណា NC មួយណា COM អញ្ចឹងណាបាទនៅtrongវីដេអូឬក៏វីដេអូបន្ទាប់បើសិនលក្ខខណ្ឌវែងខ្ញុំនឹងត sequence តេស្តឲ្យបងប្អូនមើលតែឥឡូវនេះខ្ញុំមកបញ្យល់បងប្អូនពីគោលការណ៍នៃ timer ដើម្បីបងប្អូនងាយយល់ពេលតែទិញ timer ប្រភេទណាមួយផ្សេងដែលមិនមែនតម្រង់អញ្ចឹងបងប្អូនអាចយល់អញ្ចឹងសម្រាប់ជាងដែលគាត់មិនទាន់យល់ទេអាចមើលវីដេអូនេះបានអញ្ចឹងដើម្បីបញ្យល់បងប្អូនខ្ញុំគូលើกระดาษហើយខ្ញុំសូមចែកចេញជា2 block ទី1គឺ block control ទី2គឺ block power អញ្ចឹងសម្រាប់ block control ខ្ញុំចែកចេញជា2ទៀតទី1គឺ relay បាទ relay នេះតួនាទីវាជាកងតាក់ប៉ុន្តែកងតាក់ហ្នឹងគឺកងតាក់អេឡិចត្រូនិកបញ្ជាដោយអគ្គិសនីអញ្ចឹងណាបាទហើយសម្រាប់ control ទី2គឺខួរក្បាលបញ្ជា relay ហ្នឹងអញ្ចឹងខួរក្បាលវាគឺម៉ោងហ្នឹងឯងបាទដែលវាមានបញ្ជាភ្លើងមក relay ហ្នឹងអញ្ចឹងសម្រាប់ពេលបងប្អូនទៅទិញបងប្អូនត្រូវដឹងអាកន្លែង control ហ្នឹងអញ្ចឹងគេមានបញ្ជាឲ្យតើវាដូចខ្ញុំខាងដើមមិញវាមានប្រើភ្លើង solar ប្រើភ្លើងអាគុយប្រើភ្លើងរត់អញ្ចឹងទៅបាទអញ្ចឹងអាជើង relay នេះតើវាចិញ្ចឹមភ្លើងប្រមាណវ៉ុលអញ្ចឹងវាអាចមាន12វាអាចមាន24វាអាចមាន48ឬអាចមានតង់ឆុងខុសពីហ្នឹងឬ220អញ្ចឹងទៅបាទអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវដឹងមានន័យថាអាហ្នឹងគឺជាជើង control ដែលចិញ្ចឹម relay ហ្នឹងឯងបាទហ្នឹងគឺចិញ្ចឹម relay ហើយខ្លះទៀតអត់ទេគឺ relay ហ្នឹងគឺវាមានថ្មរបស់វានៅក្នុង built in ហ្នឹងស្រាប់តែហ្មងអញ្ចឹងមានន័យថាយើងអត់ចាំបាច់ខ្វល់ពីផ្នែកភ្លើងហ្នឹងទេគឺទិញមកគឺគេធ្វើថ្មនៅក្នុងហ្នឹងស្រាប់ហើយសម្រាប់ចំណុចមួយទៀតគឺតាក់ទងជាមួយនឹងខួរក្បាលបញ្ជា relay ហ្នឹងអញ្ចឹងខួរក្បាលបញ្ជា relay ដូចថាមើលខ្ញុំអញ្ចឹងគឺវាមានថ្មដើម្បីចិញ្ចឹមខួរក្បាលហ្នឹងស្រាប់ហើយក៏វាមានតួនាទីចិញ្ចឹមនេះអេក្រង់របស់វាហ្នឹងដែរអញ្ចឹងណាអញ្ចឹងថាមើលខ្លះគឺថ្មមានទាំងចិញ្ចឹមអា relay ហ្នឹងផងចិញ្ចឹមខួរក្បាលហ្នឹងផងហើយថាមើលខ្លះទៀតគឺអត់ទេចិញ្ចឹមតែខួរក្បាលវាទេអញ្ចឹងចិញ្ចឹមខួរក្បាលដើម្បីរក្សាម៉ោងដឹងចាំម៉ោងយើងសេរីតែម្ដងទៅវាចាំម៉ោងហើយអញ្ចឹងអាហ្នឹងគឺផ្នែក control អញ្ចឹងពេលបងប្អូនទៅទិញគឺបងប្អូនត្រូវដឹងពីអាកន្លែងខួរក្បាលរបស់វាតើវាត្រូវការភ្លើងប្រមាណអាហ្នឹងគឺខ្ញុំមានប៉ុណ្ណឹងសម្រាប់ផ្នែកទី2គឺផ្នែក power នេះបាទផ្នែក power នេះអញ្ចឹងសម្រាប់ timer មួយគឺវាមានតែ3ជើងនេះទេដែលជាជើង control ជើង power បាទជើង power អញ្ចឹងទី1គឺ com បាទអញ្ចឹងយើងមិនបាច់ខ្វល់លេខ1លេខ2ទេយើងមើល com នេះគឺដើរតួនាទីជាជើងរួមបាទជើងរួមដែលគេដាក់ឈ្មោះថា com ហ្នឹងហើយសម្រាប់ទី2គឺ NC ពាក្យពេញវាគឺ normal close មានន័យថាជាធម្មតាគឺវាជាប់បាទជាប់គ្នាបាទជាធម្មតាហ្នឹងគឺមានន័យថាអត់មានភ្លើងអីទេគឺវាជាប់ហ្មងហើយសម្រាប់ទី3គឺ NO បាទ NO ពាក្យពេញវាគឺ normal open មានន័យថាជាធម្មតាគឺវាចំហអញ្ចឹងលក្ខខណ្ឌ timer នេះអត់ដំណើរការឬក៏អត់មានភ្លើងអីគេពេលណាដែលយើងយក wallmat ohmat មកវាស់មកអញ្ចឹងអាជើងហ្នឹងគឺចំហហើយជើងហ្នឹងគឺអត់មានលឺសារ៉ែនទេអត់ជាប់គ្នាទេតែបើ NC ពេលដែលបងប្អូនវាស់លក្ខខណ្ឌអត់មានភ្លើងហ្នឹងគឺវាលឺសំឡេងតេតមានន័យថាខ្សែហ្នឹងជាប់អញ្ចឹងណាអញ្ចឹងចំណុចកន្លែងហ្នឹងគឺជាចំណុចសំខាន់ដែលយើងត្រូវតទៅប្រើហើយពេលដែលបងប្អូនទិញគឺយើងត្រូវដឹងពីចំណុចហ្នឹងអាកន្លែង power ហ្នឹងយើងដឹងអីគេគឺដឹងការ support ភ្លើងអញ្ចឹងវាមានខ្លះវា support តង់ចុងបាន220ខ្លះទៀតបាន400 វ៉ុលឧទាហរណ៍អញ្ចឹងណាហើយតើវា support បានប៉ុន្មានអាំពែអញ្ចឹង timer ខ្លះបាន5អាំពែខ្លះបាន10អាំពែខ្លះបាន16អាំពែបាទអាស្រ័យលើ timer ហ្នឹងអញ្ចឹង
ផ្នែក power ហ្នឹងបងប្អូនត្រូវមើលអញ្ចឹងពេលទិញ timer បងប្អូនត្រូវមើលពីរទី1គឺអា control ហ្នឹង control បាទ control ហ្នឹងគឺចិញ្ចឹមភ្លើងនេះអាពីរនេះចិញ្ចឹមនេះប្រមាណឬក៏វាមានថ្មនឹងស្រាប់ហើយទី2គឺ power ហ្នឹងបាទ power ហ្នឹងអញ្ចឹង power ហ្នឹងមានន័យថាអាជើងនេះតើយើងយកទៅបជាឧទាហរណ៍ដូចជាបជា motor បជាអំពូលបជាអីហ្នឹងតើវា support បានប្រមាណចុះឧទាហរណ៍ថាវា support បាន15 ampere ទេប៉ុន្តែបងប្អូនចង់ត10 ampere អញ្ចឹងប្រកាសជា timer នេះអត់អាចទៅរួចទេហើយមួយទៀតតង់ចុងអាកន្លែង power មាន ampere មានតង់ចុងអញ្ចឹងតង់ចុងវាដូចថា220ទៅ250អញ្ចឹងទៅបាទអញ្ចឹងភ្លើងប៉ុណ្ណឹងគឺអត់មានបញ្ហាទេប៉ុន្តែបើសិនជាបងប្អូនចង់តលើសពីហ្នឹងឧទាហរណ៍ត380អីចឹងទៅអញ្ចឹងវាអត់អាចមាន E-salon ដើម្បី support បានទេគឺវាអាចឆ្លងអីជាដើមចឹងទៅអញ្ចឹងយើងត្រូវមើលពីផ្នែកហ្នឹងបាទតើបងប្អូនឡើយហ្នឹងយល់ឡើយហ្នឹងអញ្ចឹងខ្ញុំបញ្យល់ត្រួសប៉ុណ្ណឹងបើបងប្អូនយល់ហើយយើងមកមើល timer ជាក់ស្ដែងដែលមាននៅទីនេះអញ្ចឹងដូចខ្ញុំបញ្យល់មិញអញ្ចឹងគឺ block power និង block control សូមបងប្អូនមើលពីតម្រូវការដែលបងប្អូនចង់ប្រើអញ្ចឹងជាឧទាហរណ៍យើងមកមើល timer នៅទីនេះបាទ timer នៅទីនេះទី1នេះគេបញ្ជាក់ហើយគេបញ្ជាក់ដាក់ថា110ទៅ240 V អញ្ចឹង110ទៅ240 V នេះគឺជាជើង control ហើយអញ្ចឹងជាធម្មតាជើង control វាស៊ីភ្លើងតិចទេគេអត់បញ្ជាក់ ampere ទេអាហ្នឹងគឺជាជើង control ណាហើយវាចិញ្ចឹមភ្លើងដោយចន្លោះពី110ទៅ240 V កន្លែងហ្នឹងអញ្ចឹងជើងហ្នឹងជើង control ហើយចំណុចសំខាន់មួយទៀតនេះគឺគេបញ្ជាក់កន្លែងជើង power នេះអញ្ចឹងជើង power គេដាក់16 ampere 8 ampere 240 V AC អញ្ចឹងជើង power នេះគឺ support maximum បានតែ16 ampere ទេហើយ E-salon វា support បានតង់ចុង240 V អញ្ចឹងយើងដាក់ក្រោមនឹងបានអូខេបងប្អូនយល់កន្លែងហ្នឹងអញ្ចឹងឥឡូវយើងទៅឥឡូវជើងកន្លែងនេះយើងតតែខ្សែ2ទេ2ភ្លើងរត់មកចន្លោះពី110ទៅ240ហ្នឹងគឺតមកគឺរួចរាល់ហើយឥឡូវយើងមកមើលជើងផ្នែកនេះតើយើងតបែបម៉េចអញ្ចឹងខ្ញុំសុំគូនៅលើกระดาษនេះដែរអញ្ចឹងកន្លែងនេះគឺជើងរួមកន្លែងនេះគឺជើងN បាទ NC បាទនេះ NC ហើយជើងនេះគឺ NO បាទ NO ឥឡូវយើងតម៉េចអានេះលក្ខខណ្ឌសម្រាប់ដើរតួនាទីជាកងតាក់យើងតទៅអំពូលទៅអីជាដើមណាអញ្ចឹងបើសិនជាលក្ខខណ្ឌបងប្អូនតអំពូលខ្ញុំមានប្រភពភ្លើងមួយដែលជាភ្លើងរត់របស់យើងគឺ L ហើយនឹង N អូខេអញ្ចឹងយើងមានអំពូលអានេះគឺអំពូលបាទអំពូលនេះគូរូបនិយាយហើយបន្ទាប់មកអាកន្លែងនេះ N នេះខ្ញុំចូលខំL ចូលខំហើយសម្រាប់កន្លែងនេះជើងអំពូលប្រកាសជាមាន2ហើយមានកន្លែងនេះគឺ N កន្លែងនេះគឺ L អញ្ចឹងសម្រាប់ការបញ្ជាតើខ្សែនេះយើងតទៅមួយណាអាកន្លែងនេះគឺចូល L ហើយខំហ្នឹងអានេះខំចុះនៅសល់មួយទៀតអញ្ចឹងនៅសល់មួយទៀតគឺនេះគឺជាចំណុចដែលបងប្អូនខ្លួនឯងត្រូវដឹងថាតើកងតាក់ timer នេះដើរអំពូលនេះភ្លឺឬក៏រលត់អញ្ចឹងលក្ខខណ្ឌបងប្អូនចង់ឲ្យវាកងតាក់ដើរគឺភ្លឺអញ្ចឹងសូមបងប្អូនតមកកន្លែង normal open មកបាទនេះ normal open កាលណាយើងតមកបែបនេះ timer យើងដល់ម៉ោងកំណត់ឲ្យបើកភ្លើងដូច្នេះអំពូលយើងនឹងភ្លឺប៉ុន្តែបើសិនជា timer នេះដល់ម៉ោងកំណត់បិទភ្លើងគឺអានេះនឹងរលត់បងប្អូនយល់ប៉ុន្តែបើសិនជាបងប្អូនត L របស់អំពូលនេះមកចូល NC កាលណា timer នេះមកដល់ម៉ោងកំណត់ឲ្យបើកភ្លើងដូច្នេះអំពូលនេះនឹងរលត់ប៉ុន្តែបើសិនជា timer នេះដល់ម៉ោងបិទភ្លើងវិញបាទអំពូលរបស់យើងនឹងភ្លឺមានន័យថាវាបញ្ច្រាស់ពីអ្វីយើងកំណត់អញ្ចឹងកន្លែងហ្នឹងបងប្អូនតន់ហើយយល់ពីចំណុចហ្នឹងហើយអញ្ចឹងជាធម្មតាគឺកន្លែងនេះជាប់ហើយកន្លែងនេះជាធម្មតាគឺវាចំហអញ្ចឹងបើសិនជាធម្មតាយើងគឺយើងកំណត់ឲ្យវាជាប់នៅពេលមានភ្លើងឬក៏កំណត់ឲ្យវាជាប់ជាប់ភ្លឺអញ្ចឹងបងប្អូនតមកកន្លែងនេះបាទអញ្ចឹងតាក់ទងជាមួយនឹងការតគឺខ្ញុំមានប៉ុណ្ណឹងបាទនៅក្នុងវីដេអូបន្ទាប់ខ្ញុំនឹងធ្វើវីដេអូបង្ហាញបងប្អូនអំពីការត timer ទៅបញ្ជាលើ relay នៅខាងក្រៅឬក៏បញ្ជាលើ contactor ដើម្បីបញ្ជា sequence អីផ្សេងៗដើម្បីបានភ្លើងធំលើសពី timer ដែលយើងមានស្រាប់នេះបាទចឹងឥឡូវខ្ញុំតបង្ហាញទៅលើខ្សែរបស់វាដើម្បីបញ្ជាតើយើងចុចនៅអីមិនអូខេបងប្អូនឥឡូវខ្ញុំតបន្តិច
ខ្ញុំមកបង្ហាញបងប្អូនបន្តទៀត